បើតាមជំនឿអបិយជំនឿរបស់ប្រជាជនខ្មែរយើងជំនាញផ្ទះគឺជាវត្ថុស័ក្តិសិទ្ធិឬជាវិញ្ញាណល្អដែលតាមថែរក្សាម្ចាស់ផ្ទះនិងសមាជិកគ្រួសារប៉ុន្តែបើមាននរណាហ៊ានធ្វើអំពើប្រមាថដល់ជំនាញផ្ទះនឹងត្រូវរងទទួលទណ្ឌកម្មយ៉ាងរំភើបមួយរឿងរ៉ាវនេះបានកើតឡើងចំពោះបុរសម្នាក់ឈ្មោះសីហាគឺជាយុវជនក្រុងម្នាក់ដែលមិនសូវជឿលើរឿងអបិយជំនឿឬការសែនព្រេននោះទេថ្ងៃមួយគេបានធ្វើដំណើរទៅលេងស្រុកកំណើតរបស់មិត្តភក្តិឈ្មោះធីរ៉ានៅឯខេត្តដាច់ស្រយាលមួយផ្ទះរបស់ធីរ៉ាគឺជាផ្ទះឈើបុរាណដែលខ្ពស់ស្រឡះធ្វើពីឈើប្រណិតនៅកាច់ជ្រុងផ្ទះមានរានទេវតានិងកន្លែងសែនជំនាញផ្ទះដែលមានក្អមទឹកតូចនិងជើងធូបលុះពេលល្ងាចឡើងសីហានិងធីរ៉ារួមទាំងមិត្តភក្តិពីរនាក់ទៀតបានរៀបចំកម្មវិធីផឹកស៊ីជុំគ្នាលើផ្ទះឈើនោះពេលស្រវឹងចូលខ្លួនសីហាចាប់ផ្ដើមនិយាយលេងសើចអឡូអាឡាបោះសំដីអសុរោះជាច្រើននឹងបានដើរទៅស្ដោះទឹកមុតក្បែរជញ្ជាំងជិតជំនាញផ្ទះនោះធីរ៉ាឃើញដូច្នោះក៏ប្រញាប់ទៅខិតទាំងមុខស្លីស្លាំងធីរ៉ាក៏បាននិយាយថាយីអាសីហាកុំធ្វើជារឿងចំសៀនអញ្ចឹងណាផ្ទះនេះចាស់បុរាណគោរពណាស់ណាឯងមកទីនេះត្រូវចេះគោរពម្ចាស់ទឹកម្ចាស់ដីនិងជំនាញផ្ទះផងសីហាសើចដោយគេកាំងរួចតបទៅវិញដោយមិនញញើតជំនាញផ្ទះស្អីហ่าធីរ៉ាសម័យនេះទៅហើយឯងនៅជឿជំនឿអបិយចឹងទៀតផ្ទះឈើចាស់ចង់រលំទៅហើយមានខ្មោចព្រាយណាមករស់នៅទៀតណាយប់នោះប្រហែលម៉ោង 2 រំលងអាទិត្យគ្រប់គ្នាក៏បានរៀបចំកន្លែងដេកដោយសារតែផ្ទះឈើបុរាណគេដេកកាងទិលជុំគ្នាប៉ុន្តែសីហាដោយសារតែស្រវឹងខ្លាំងនិងមានចរិតរឹងរូសមិនព្រមដេកជាជួរតាមម្ចាស់ផ្ទះរៀបចំឲ្យទេគេបែរទៅជាដេកទៅទឹកផ្លូវកំណត់ទ្វារធំដែលជាផ្លូវដើរចេញចូលនិងជាផ្លូវដែលចាស់ហាមដែលខាត់មិនអោយដេកបានឡើយលុះដល់យប់ឡើងខ្យល់បក់ត្រជាក់ខុសធម្មតាសំឡេងសត្វជុំលួយឆ្លើយខ្លោគ្នាកាន់តែគួរឲ្យខ្លាចសីហាកំពុងតែលងលក់ស្រាប់តែគេមានអារម្មណ៍ថាខ្លួនប្រាណរបស់គេចាប់ផ្ដើមធ្ងន់ខុសធម្មតាយូរទៅធ្ងន់ទៅរហូតដល់សីហាដកដង្ហើមមិនចង់រួចគេព្យាយាមបើកថ្មីឡើងទៀងត្រដោះខ្យល់នៅក្នុងភាពងងឹតស្លុកគេបានឃើញស្រមោលខ្មៅព្រិចមួយរាងធំឈរពីលើក្បាលរបស់គេស្រមោលនោះមិនមែនជាខ្មោចដែលធ្វើឲ្យគេខ្លាចនោះទេប៉ុន្តែគឺជាទរង់មនុស្សដែលមានពន្លឺពណ៌ខៀវស្រាលជុំវិញខ្លួនមុខមាត់ខឹងសម្បាមកលើរូបគេជាខ្លាំងសីហាចង់លេចនោមជាយាមស្រែកហៅអធិរាជួយអញផងប៉ុន្តែគ្មានសំឡេងណាមួយចេញពីបំពង់ករបស់គេបានឡើយសម្បីតែម្រាមដៃក៏កម្រឹងមិនលុយផងគេកំពុងត្រឹកមកសង្កត់ហើយភ្លាមនោះស្រមោលខ្មៅធំនោះបានលើកជើងដ៏ធន់ដោយដុំថ្មរបស់គេជន់មកលើទ្រូងរបស់សីហារួចចាស់បុរាណថែមទាំងដំណើរថាបើធ្វើខុសឆ្គងជំនាញផ្ទះនឹងខឹងសម្បានឹងវាប្រដៅស្រាប់តែសីហាមានអារម្មណ៍ថាមានរំពុតឬក៏ជាដំបងវាសំពងមកលើកំភួនជើងរបស់គេនិងខ្នងរបស់គេយ៉ាងដំណំវាយធ្វើដោយខឹងគេខ្លាំងណាស់អញ្ចឹងការជិះចាប់នោះវាពិតពេករហូតដល់ថ្នាក់សីហាត្រឹមមិនបានក៏ប្រឹងប្រជែងអំពីកម្លាំងកាយបញ្ចេញសំឡេងស្រែកចុងក្រោយស្រែកខ្លាំងរហូតដល់គេភ្ញាក់ព្រឹកបែកញើសពេញខ្លួនពេលនោះមេចិត្តភ្លឺល្មមធីរ៉ានិងអ្នកផ្ទះដែលបានលើសំឡេងស្រែកក៏រត់មកមើលទៀងភ្ញាក់ផ្អើលពេលនោះសីហាក៏បានងើបឈរគេមានអារម្មណ៍ថាចង់ពេញខ្លួនប្រាណជាពិសេសគឺនៅត្រង់កំភួនជើងទាំងសងខាងរបស់គេនៅពេលដែលគេទាញជើងខនៅលើកំភួនជើងរបស់សីហាមានស្នាមចុងខៀវដុតដាមស្នាមម្រាមដៃនិងសាំរំពេចយ៉ាងច្បាស់ឡែនហាក់ដូចជាមាននរណាម្នាក់យកដំបងមកវេគេពិតអញ្ចឹងសីហាឃើញស្នាមនោះក៏ដឹងភ្លាមថាជាអ្វីគេនិយាយទៅញឹមមកថាយើងប្រាប់ឯងហើយមែនទេនេះគឺជាជំនាញផ្ទះលោកខុននឹងចរិតឯងហើយលោកគ្រាន់តែវាបដាឯងប៉ុណ្ណឹងសីហាភ័យឡើងញើសខ្លួនហើយក៏លេងហ៊ានគេឯងក្អាងដូចជាពីល្ងាចមិញទៀតហើយចាស់ផ្ទះក៏ប្រញាប់រៀបចំស្លាធម៌បាយសីទៀនធូបនឹមសីហាទៅលួចជង្គង់សំពាធសុំទោសនៅមុខជំនាញផ្ទះដើម្បីសុំខមាទោសពីជំនាញផ្ទះក្រោយពីថ្ងៃនោះមកសីហាលេងហ៊ានបិទកឬនិយាយប្រមាថទៅលើរឿងអបិយជំនឿទៀតហើយរាល់ពេលដែលគេទៅលេងផ្ទះអ្នកណាម្នាក់ទៀតគេតែងតែគោរពទំនៀមទម្លាប់នៅម្ចាស់ទឹកម្ចាស់ដីជានិច្ច